ព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះមួយឆ្នាំមានតែ2ដងតែប៉ុណ្ណោះអញ្ចឹងកុំឲ្យរំលងត្រូវតែមកទស្សនាឲ្យបានម្ដងក្នុងមួយជីវិតឬក៏ម្ដងក្នុងមួយឆ្នាំគេហៅថាសមរាត្រីឬហៅថាព្រះអាទិត្យរះចំកណ្ដាលប្រាសាទអង្គរវត្តជម្រាបសួរបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះគឺខ្ញុំនាំបងប្អូនទាំងអស់គ្នាមកទស្សនាការរះព្រះអាទិត្យរះចំកណ្ដាលប្រាសាទអង្គរវត្តដែលខ្ញុំនឹងមកផ្ទាល់តែម្ដងបងប្អូនមកថ្ងៃទី21គឺមនុស្សច្រើនខ្លាំងមែនតើបងប្អូនគឺច្រើនសាហាវដែលខ្ញុំមិននឹកស្មានថាច្រើនដល់ថ្នាក់នឹងទេបងប្អូនអើយខ្ញុំតម្រាំតែចូលបានមកដល់ប្រាសាទអង្គរវត្តគឺម៉ោង5កន្លះបងប្អូនអើយហើយចូលមកដល់គឺអូយមនុស្សឡើងច្រើនធ្វើឲ្យខ្ញុំនេះគឺរំភើបខ្លាំងមែនតើបងប្អូនរំភើបត្រង់ថាបានកើតមកជាកូនខ្មែរបានកើតមកក្រោមស្នាដៃបុព្វបុរសដ៏អស្ចារ្យបានបន្សល់ទុកនូវស្នាដៃដ៏មហស្ចារ្យមួយនេះដែលធ្វើឲ្យខ្ញុំជាកូនខ្មែរមានអារម្មណ៍ថារំភើបខ្លាំងមែនតើនិងមានមោទនភាពសម្រាប់ខ្លួនឯងមែនតើដែលមានសំណាងជាងប្រជាជនដទៃទៀតដែលបានកើតមកជាជនជាតិខ្មែរមួយនេះនិយាយទៅខ្ញុំមានតែពាក្យថាសំណាងហើយក៏អរគុណដល់បុព្វបុរសខ្មែររបស់យើងទាំងអស់គ្នាដែលបានបន្សល់ទុកនូវស្នាដៃដ៏អស្ចារ្យមួយនេះហើយអ្វីដែលសំខាន់គឺការទស្សនាព្រះអាទិត្យរះចំកណ្ដាលប្រាសាទអង្គរវត្តហ្នឹងគឺមានរយៈពេល3ថ្ងៃនៅក្នុងខែមីនានេះបងប្អូនគឺថ្ងៃទី21 22និងថ្ងៃទី23ហើយថ្ងៃដែលខ្ញុំកំពុងតែថតនេះគឺថ្ងៃទី21ដូច្នេះហើយបងប្អូននៅមានឱកាសអាចមកទស្សនារយៈពេល2ថ្ងៃទៀតគឺថ្ងៃទី22និងថ្ងៃទី23តែសូមបញ្ជាក់ផងដែរថាថ្ងៃដែលខ្ញុំកំពុងតែមកមើលហ្នឹងគឺព្រះអាទិត្យរះអត់សូវចំកណ្ដាលហ្មងទេអញ្ចឹងបងប្អូនអាចមកទាន់ពេលវេលាបានគឺថ្ងៃទី22 23ហ្នឹងគឺរះចំកណ្ដាលល្អមែនទែនបងប្អូនហើយមនុស្សគឺច្រើនសាហាវអ្វីដែលខ្ញុំសប្បាយចិត្តនោះគឺថាមកដល់ទឹកដីសៀមរាបបានមកទស្សនាប្រាសាទហ្នឹងគឺធ្វើឲ្យយើងនឹងអារម្មណ៍ស្រស់ស្រាយអស់ទុក្ខកង្វល់ទស្សនាជាមួយនឹងប្រាសាទចម្លាក់រចនាជាមួយនឹងព្រៃឈើជាមួយនឹងស្មៅខៀវខ្ចីជាមួយនឹងផ្ទៃមេឃស្រស់ថ្លាអញ្ចឹងគឺលក្ខណៈថាអូយ stress ប៉ុណ្ណាក៏អស់ទុក្ខកង្វល់ដែរហើយព្រះអាទិត្យនេះក៏ចាប់ផ្ដើមរះបន្តិចម្ដងរំកិលខ្លួនដើម្បីបង្ហាញជាវត្តមានដ៏មហស្ចារ្យដល់ភ្ញៀវកិត្តិយសទាំងអស់គ្នាផងដែរហើយបងប្អូនឃើញលក្ខណៈថាយើងធ្លាប់តែងើបមកអ្នកខ្លះនិយាយទៅដូចខ្ញុំជាដើមណាគឺថាងើបមកមិនដែលតន់ថ្ងៃរះយ៉ាងម៉េចទេបងប្អូនអញ្ចឹងហើយនេះគឺជាលើកទី1ដែលខ្ញុំមកមើលព្រះអាទិត្យរះហើយក៏ជាលើកទី1ដែលខ្ញុំងើបបានមុនថ្ងៃរះយីមែនគឺខ្ញុំសប្បាយចិត្តខ្លួនឯងមែនតើខ្ញុំអាចធ្វើបានណាព្រោះខ្ញុំដាក់ម៉ោងរោឡើងចិត្ត10ដងបងប្អូនអើយហើយអ្វីដែលកាន់តែពិសេសបងប្អូនទាំងអត់គឺគេកំពុងតែរៀបចំទទួលអបអរអង្គរសង្ក្រាន្តនៅក្នុងថ្ងៃចូលឆ្នាំខ្មែរប្រពៃណីជាតិនិយាយទៅគឺសប្បាយមែនតើហើយធំមែនតើបងប្អូនគាត់តែខ្ញុំឃើញគេរៀបចំគឺធំមែនតើហើយកន្លែងនេះផងដែរប្រហែលជាគេធ្វើជាកន្លែងបដិបត្តិតបងប្អូនអាចពាក់ឈុតបារាណមកបដិបត្តិថតរូបលេងអូយទៅគឺស្អាតសាហាវបងប្អូនគ្មានកន្លែងណាសប្បាយជាងស្រុកខ្មែរទេនិយាយមែនគឺដកអារម្មណ៍ជាមួយនឹងទេសភាពជាមួយនឹងប្រជាជនស្នាមញញឹមឬរាក់ទាក់អញ្ចឹងណាបងប្អូនអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូមួយនេះកុំភ្លេចជួយចុច like ចុច share ជម្រាបលាបងប្អូនទាំងអស់គ្នា